បានឈ្មោះព្រះសុភាមកពីថ្នាក់ក្រុម SV7 ថ្ងៃនេះខ្ញុំបានមក record អំពី zip and ថាតែនៅក្នុង Linux ជាដំបូងខ្ញុំបានចូលទៅកាន់កម្មវិធី Auto សិនហើយរងចាំទៅហើយខ្ញុំចុច start ដើម្បីបើកវានេះខ្ញុំបានវាយ login សិន login វាហើយ password វាចូលហើយខ្ញុំសួរហើយខ្ញុំបើក comment who am I នេះខ្ញុំបានទៅឆែក IP អូកន្លែងនេះខ្ញុំបានឆែក IP វាសិនខ្ញុំផ្លិចបើកមុននឹងខ្ញុំបានឆែក IP ហើយ comment វា IP.a នេះជា IP របស់ខ្ញុំ17 172 20 កុដ 10 កុដនិង 3 ចុចហ្នឹងអាហ្នឹងខ្ញុំខ្ទើពេលយកចូលទេហើយខ្ញុំដើម្បីឆែក IP ហ្នឹងដើម្បី connect ក៏ជាទៅ CMD របស់ខ្ញុំអូយបាត់ទៅណាconnect ទៅ CMD សិនខ្ញុំវាយ SA ឈ្មោះរបស់ខ្ញុំឈ្មោះនៅក្នុង Auto ហ្នឹង3ដងហើយយើង add យើងវាយ IP ចូល IP ខ្ញុំហៅហ្នឹងយើងចុច 3ហើយយើង new yes ហើយឥឡូវនេះគេឲ្យវាយ password Auto យើងវាយទៅនេះ connect ជោគជ័យហើយចូលបន្ទាប់ទៀតហើយខ្ញុំវាយ comment មួយនៅក្នុង CMD របស់ខ្ញុំវាយ host name អូខេវាចេញឈ្មោះរបស់ខ្ញុំចេញមកហើយខ្ញុំវាយ pwd ដើម្បីឆែកមើលវានៅទីណាវានៅក្នុងនេះ home ហើយឈ្មោះភាហើយខ្ញុំវាយ 3 ម្ដងដើម្បីឆែកមើលវាអូ not នេះខ្ញុំអត់តាមធ្វើវា folder ដោយសារតែខ្ញុំអត់តាម history ខ្ញុំទៅ down សិន sudo dot apt install dot 3 dot y ហ្នឹងសម្រាប់ yes ខ្ញុំផា comment ប៉ុណ្ណឹងហើយខ្ញុំវាយ password ហើយវានឹងកំពុងតែ install ហើយសូមរងចាំបន្តិចខ្ញុំវាយពាក្យខ្ញុំវាយ commentary សិនគឺដល់ហើយវាចេញ folder របស់ខ្ញុំមកពីមុនហើយដោយសារតែមុនហ្នឹងខ្ញុំអត់បានបង្កើតអត់បាន install មិនខ្ញុំអត់បានបង្កើត folder ទេខ្ញុំច្រឡំវាមាន 2 folder មួយ folder និង file t1 ខ្ញុំបង្កើតវាមួយទៀតជាមួយខ្ញុំវាយ command w m kdir ហើយ .p ហើយខ្ញុំវាយលេខ001 002បង្កើត folder 003 004 005ប៉ុណ្ណឹងបានហើយនឹងវាពេលខ្ញុំចុច enter ហើយខ្ញុំ check មើលវាខ្ញុំវាយ commentary វានឹងសូមកហើយឬមួយក៏ខ្ញុំធ្វើចេះ mkdir .p ហើយវាចុះជាបន្ត001 slash 002 slash 003 slash
04យើងហើយយើងវាយហើយយើងវាយ comment 3មកវាចុះជាបន្ទាត់បើខ្ញុំអត់ដាក់ slash ហ្នឹងទេវាចុះជាបន្ទាត់អានេះខ្ញុំចុះជា medium ប៉ុណ្នេះតទៅមុខទៀតហើយយើងផា folder មួយទៀតហើយយើងផា comment មួយទៀត tot ខ្វះ u ហើយយើងវាយពាក្យ001 file .txt ពេលយើងផាសញ្ញានេះគេហៅយើងវាយ comment ដែរយើងផា002 slash file .txt ពេលយើងផា comment មកស្មូលចាំតិចខ្ញុំធ្វើខុសតិចមុននឹងវាញ៉ៃពេលខ្ញុំคลิกចោលសិនខ្ញុំคลิกចោលខ្ញុំវាយវាយអត់ដែរ TO ពេលហើយវាយចឹងហើយវាយអានេះមិញខ្ញុំវាយដល់005តែខ្ញុំធ្វើ file .txt មកសញ្ញានេះមួយខ្ញុំដាក់តែ3បាទខ្ញុំដាក់តែ3 UCT 003ហើយខ្ញុំពី enter មិញខ្ញុំដាក់00ដល់005តែខ្ញុំដាក់ត្រឹម003បាទហើយពេលហើយខ្ញុំឆែក commentary វានឹងប្រាប់ជា file ដល់003ជា file 1 2 3ដោយសារខ្ញុំបង្កើតវាច្រើន4 file របស់ខ្ញុំនេះដើម្បីយើងបង្កើតជា file txt ហ្នឹងយើងត្រូវតែប្រើ comment touch យើងចង់បង្កើតដល់មិនយើងត្រូវវាយវាដល់ត្រឹមហ្នឹងតែខ្ញុំបង្កើតវាយត្រឹម3បានហើយវាមិនមានទាំងចេញ001 002 003វាបង្កើតបញ្ចប់ដោយ txt file នេះយើងបង្កើតវិញហ្នឹងហើយខ្ញុំចង់សៀបវាចូលគ្នាទាំងអស់ខ្ញុំត្រូវប្រើ comment មួយឥឡូវខ្ញុំ install វាសិន sudo apt install zip វានឹងហើយយើងចុច y ដើម្បី yes ហើយវាចុចវាទៅត្រូវចាំតិចហើយវា install ហើយខ្ញុំបាន install ហើយឥឡូវនេះ file ឈ្មោះដំបូងខ្ញុំដាក់001វានៅពីលើគេដាក់005ជានោះយើងត្រូវផា comment មួយទៀត comment zip.r zip យើងដាក់ sv7 មកនេះថ្នាក់ខ្ញុំរៀន sv7 វាហើយយើង001ដើម្បីវា zip ចូលវាបាន zip ហើយបន្ទាប់ zip ហើយខ្ញុំប្រើ comment មួយទៀតយើង commentary ឆែកវា zip បានទេវា zip បានហើយ zip បានជោគជ័យវា zip ហើយដើម្បីយើងចូល comment មើលដែលយើង zip មិញហ្នឹងយើងត្រូវប្រើ comment unzip .l zip sv7 មិញហ្នឹងយើងដាក់ឈ្មោះមិញហ្នឹងហើយយើង .zip នេះវាចេញមកទាំងអស់
អានេះថ្ងៃខែអានេះម៉ោងឥឡូវខ្ញុំ clear វាមួយសិនវាញ៉ៃពេកខ្ញុំប្រើ comment clear ដើម្បី unzip យើងត្រូវតែប្រើ comment ដូចជា បន្ទាប់ពីយើង clear ហើយយើងប្រើដើម្បី unzip ខ្ញុំ play record ហ្នឹងនេះខ្ញុំប្រើ comment នេះប៉ុន្តែដើម្បី unzip មុនដំបូងវា zip ចូលគ្នាទាំងអស់ហើយតែឥឡូវខ្ញុំបាន unzip វិញខ្ញុំប្រើហើយវាបានឃើញជោគជ័យហើយវាចេញទម្រង់ដើមវិញដែលខ្ញុំបង្កើតដំបូងហ្នឹងអត់ទាន់ zip ហើយយើងថាសវាសាញ់ប្រើ comment មួយទៀតថាសដ c set app យើងឲ្យវាថាវាឲ្យយើងវាយឈ្មោះ folder យើងមក sv7.th នេះយើងដូចអានេះដូច zip ចឹង zip ហើយនឹង para ហើយយើងវាយ001វាឡើងមកវាឲ្យយើងនេះមួយអូខេពេលយើងរីវាមកទៀតមកវាបានជោគជ័យតែខ្ញុំបង្កើតមិនហ្នឹងបង្កើត folder ដើម្បី nt ហ្នឹងយើងដាក់ n អូអន្តរនេះយើងមកចាំទេយើងមកទេដល់យើងវាយឈ្មោះ folder យើងមកយើង .gset ហើយយើងវាយ tree ចឹងមកវានឹងលាមកវិញហើយបាទជំរាបលាលោកគ្រូខ្ញុំសបវីដេអូនេះប៉ុណ្នេះខ្ញុំត្រូវអូផ្លិចឃើញសួរមួយទៀតខ្ញុំបានវាយខវាបានបញ្ចប់វាបានបិទបញ្ចប់ដោយត្រឹមនេះជំរាបលាលោកគ្រូនិងរួមថ្នាក់អរគ្នា